East Wing ហ្នឹងមានតែធំ West Wing ទេ ចា ក៏ប៉ុន្តែយើងទៅដល់ឆ្នាំ1941វិញ 41 បា បា ទ ត់ក្រោយអូ ក្រោយមកបានន័យថាបន្តមកទៀត ឡើងមកទៀត ឡើង ឡើង ម មក ក ទៀត ទៀត ច្រឡំចា អញ្ចឹងកាលពីចំនួន1941គឺចំនួនប្រធានាធិបតី Franklin Roosevelt វិញម្ដង ចា គាត់ហ្នឹងគឺជាបងប្អូនចដូនមួយរបស់ Teddy Roosevelt ហ្នឹងឯង អូ អញ្ចឹងពេលដែលគាត់ឡើងមកកាន់តំណែងពេលនោះគឺវាចូលសង្គ្រាមលោកទី ចា 2 នៅឆ្នាំ1941ពេលនោះគឺជប៉ុនចាប់ផ្ដើមទម្លាក់គ្រាប់បែកនៅ Pearl Harbor បងប្អូនចាំបានទេករណីហ្នឹងពេលដែលជប៉ុនទម្លាក់គ្រាប់បែកទៅFranklin Roosevelt គាត់ចាប់ផ្ដើមភ័យព្រួយបារម្ភទៀត ចា ហើយពេលនោះហើយគឺអំណាចរបស់ប្រធានាធិបតីចាប់ផ្ដើមមានឥទ្ធិពលជាងមុនទៀត បាទបន្ថែមស្អីទៀត បន្ថែមឥទ្ធិពលដោយសារអីដោយសារតែក្នុងសង្គ្រាមទៅគេអញ្ចឹងអំណាចប្រធានាធិបតីចាប់ផ្ដើមមានអញ្ចឹង Franklin D. Roosevelt គាត់ស្នើសុំសភាគាត់ស្នើសុំទៅកាន់សភាឲ្យបង្កើត East Wing នោះអាស្លាបខាងកើតនោះប្រិមិត្តយើងនោះស្លាបខាងកើតនោះ បងប្អូននេះអានេះ នេះខាងកើតហ្នឹងប្រិមិត្តយើងអញ្ចឹង អូចឹងយល់ហើយ Teddy Roosevelt គាត់បង្កើតខាងលិចហើយ Franklin D. Roosevelt គាត់បង្កើតខាងកើត ចា East Wing ហ្នឹងអញ្ចឹងពេលដែលគាត់បង្កើត East Wing ហ្នឹងដើម្បីអីដើម្បីធ្វើ bunker ដើម្បីធ្វើ bunker ដោយសារតែពេលនោះជប៉ុនហ៊ានទម្លាក់គ្រាប់បែកនៅក្នុងទឹកដីអាមេរិកអញ្ចឹង Franklin D. Roosevelt គាត់បារម្ភហើយថាចុះថ្ងៃណាមួយដែលជប៉ុនទម្លាក់គ្រាប់បែកនៅ DC បាទមាននឹងអីកើតឡើងទៀតគាត់ទម្លាក់គ្រាប់បែកចំ capital របស់សហរដ្ឋអាមេរិកហ្មងតើវាមាននឹងអីកើតឡើងទៀតអញ្ចឹងគាត់ស្នើសុំសភាទម្លាក់កញ្ចប់ថវិកាព្រោះសភាចាំថាសភាកាន់កាបូបលុយអញ្ចឹងសភាទម្លាក់កញ្ចប់មេលុយអញ្ចឹងទម្លាក់កញ្ចប់ថវិកាមកដើម្បីឲ្យ Franklin D. Roosevelt គាត់បង្កើត East Wing អញ្ចឹងនៅខាងក្រោម East Wing ហ្នឹងគឺមាន bunker ហើយមានបន្ទប់សម្រាប់ប្រតិបត្តិការគេហៅ war room របស់ប្រធានាធិបតីហើយនឹង first lady ហើយនឹងលោកជំទាវទី1ហ្នឹងស្នាក់នៅនឹងកិច្ចចេញពីគ្រោះថ្នាក់ចឹងទៅហ្នឹងគឺការពីចំនួនលោក Franklin D. Roosevelt ក៏ប៉ុន្តែបន្តមកទៀតគឺដូចដល់ចំនួនលោក Truman វិញម្ដងបាទដល់ចំនួនលោក Truman ហើយបងប្អូនសេតវិមានណាតាមពិតទៅគឺវាប្រឈមនឹងការដួលរលំដោយនៅឆ្នាំ1945បន្ទាប់ពី Franklin D. Roosevelt គាត់បង្កើត East Wing បានសម្រេចហើយវិស្វករតែងតែពមៀនថាសុំកុំឲ្យមានការកែតម្រូវនិងមានការជួសជុលបន្តទៀតព្រោះតែគ្រឹះរបស់សេតវិមានហ្នឹងគឺវាចាប់ផ្ដើមអាចនឹងរលំអញ្ចឹងណាគេបារម្ភថាតាមឆ្នាំព្រោះការពីចំនួននោះគឺគេសង់ពីថ្មហើយនឹងឈើទេបាទអញ្ចឹងគេបារម្ភខ្លាចថារលំក៏ប៉ុន្តែលោក Truman គាត់អត់ខ្វល់ទេសំខាន់គាត់ឡើងមកកាន់តំណែងហើយគាត់ចង់ renovate បាទនេះគាត់ចង់ដូរ decor នៅក្នុងសេតវិមានទាំងអស់ហ្មងគាត់កែតម្រូវហ្មងចង់ចំណូលចិត្តគាត់អញ្ចឹងគាត់គាស់ decor នៅខាងក្នុងចោលទាំងអស់ហើយគាត់ដែលវិស្វករពមៀនថាខ្លាចដួលរលំអញ្ចឹងគាត់ប្រាប់ថាឥឡូវធ្វើបន្ថែមដែកទៅចាបន្ថែមគ្រោងដែកដូចអញ្ចឹងគាត់ត្រូវបន្ថែមគ្រោងដែកធំហ្នឹងដើម្បីត្រទម្ងន់រួចហើយគាត់ធ្វើការ renovate បានសម្រាប់អញ្ចឹងទៅអញ្ចឹងដល់ឆ្នាំ1949អញ្ចឹងឥឡូវ David សូម slash តំណឹងសិនហើយចាំយើងទៅកាន់ sponsor ហើយចាំចូលមកវិញព្រោះការដល់ចំនួន Truman នេះគឺប្រធានាធិបតីចាប់ផ្ដើមមានអំណាចខ្លាំងជាងមុនទៀតហើយគេរីកទៅហើយបងប្អូនមើលតាមរូបភាពនេះគេថាថ្លើមគេធំទៅហើយបើយើងមើលរូបភាពហ្នឹងទៅគឺឲ្យតែពេលដែលមានបញ្ហាវិបត្តិកើតឡើងគឺប្រធានាធិបតីចាប់ផ្ដើមមានអំណាចហើយមានអំណាចដែលគាត់អត់ចាំបាច់ខ្វល់ខ្វាយជាមួយនឹងសភាទេបងប្អូនណាអញ្ចឹងចាំចូលមកវិញ Truman ក៏ជាបុគ្គលម្នាក់ដែលបង្កើត agency និងបង្កើនអំណាចប្រធានាធិបតីបន្តទៀតដែរអញ្ចឹងចាំចូលមកវិញទៅវាជំរាបជូនបន្ថែមទៀតណាបាទអរគុណឥឡូវសូមអរគុណទៅកាន់អ្នកឧបត្ថម្ភនៅក្នុងកម្មវិធីសិនរៀបរាប់ពីដំណើរដើមតងប្រវត្តិរបស់សេតវិមាននឹងជូនបងប្អូនចឹងទៅណាអញ្ចឹងការសាងសង់សេតវិមានពង្រីកធំទៅគឺស្មើន័យថាប្រធានាធិបតីអំណាចកាន់តែមានខ្លាំងទៅបាទរីកធំទៅអញ្ចឹងនៅឆ្នាំ1949 Harry Truman គាត់ពេលនោះគឺកំពុងតែមានបានន័យថាប្រទេសសហរដ្ឋអាមេរិកនឹងកំពុងតែជួបបញ្ហាជាពិសេសគឺមានសង្គ្រាមជាមួយនឹងកុម្មុយនីសបាទអាហ្នឹងកាលពីសម័យសង្គ្រាមត្រជាក់ហ្នឹងណាបងប្អូនហ្នឹងចាប់ផ្ដើមសហរដ្ឋអាមេរិកមានសង្គ្រាមមួយកុម្មុយនីសហើយអញ្ចឹងដើម្បីឈ្នះលោក Henry Truman គាត់ជាមួយនឹងសភាគាត់បង្កើតagency មួយចំនួនទីភ្នាក់ងារមួយចំនួនទី1គឺ Department of Defense បាទនាយកដ្ឋានការពារបាទនាយកដ្ឋាន Department of Defense សពថ្ងៃគេហៅថា Department of War នាយកដ្ឋានសង្គ្រាមណាសម័យឥឡូវណាបន្តមកទៀតគាត់បង្កើត CIA បាទ CIA ទីភ្នាក់ងារចារកម្មដើម្បីការពារបរទេសហ្នឹងគឺធ្វើបានន័យថាវាយប្រហារតាមផ្នែកចារកម្មហ្នឹងមកលើសហរដ្ឋអាមេរិកចឹងទៅ NSA ហ្នឹងគឺការពារក្នុងប្រទេស
ការពារក្នុងប្រទេសនិងប្រមូលទិន្នន័យចារកម្មក្នុងប្រទេសដើម្បីការពារសន្តិសុខជាតិណាអញ្ចឹង agency ទាំង3ហ្នឹងគឺបង្កើតឡើងដោយ Truman ប៉ុន្តែទាំង3ហ្នឹងក៏បង្កើតឡើងមកដើម្បីការពារអំណាចរបស់សហរដ្ឋអាមេរិកនៅលើពិភពលោកព្រោះពេលហ្នឹងសហរដ្ឋអាមេរិកជាមហាអំណាចដែលកំពុងតែប្រកួតប្រជែងជាមួយនឹងកុម្មុយនីសអញ្ចឹងការបង្កើត agency ទាំង3នេះគឺស្មើនឹងអំណាចរបស់ Truman គឺខ្ពស់ហួសសភាបានន័យថាទោះបីជាគាត់លក្ខណៈថាការបង្កើត agency ទាំងអស់ហ្នឹងចុងក្រោយ agency ហ្នឹងវានឹងខ្លាចទៅជា deep state ក៏ដោយក៏ប៉ុន្តែគាត់ចាំបាច់ត្រូវតែបង្កើតចា៎ដោយធ្វើឲ្យអំណាចរបស់គាត់ហ្នឹងគឺកាន់តែមានខ្លាំងជាងប្រធានាធិបតីណាទៀតបន្តមកទៀតគាត់ប្រកាសសង្គ្រាមនៅកូរ៉េសហរដ្ឋអាមេរិកចូលសង្គ្រាមនៅកូរ៉េដោយគាត់ប្រកាសសង្គ្រាមនេះគឺមិនឆ្លងកាត់សភាតែម្ដងអញ្ចឹងគឺចំនួន Truman ហ្នឹងគឺអំណាចគឺប្រធានាធិបតីមានអំណាចខ្លាំងជាងសភាទៀតដែលគាត់ទៅធ្វើសង្គ្រាមនៅកូរ៉េបានដល់ចាំបាច់ស្នើសុំសភារហូតដល់ដំណាក់កាលមួយទៀតគឺនៅឆ្នាំ1952ដោយសារតែសភាគឺព្យាយាមបោះឆ្នោតបញ្ឈប់សង្គ្រាមហ្នឹងទៅហើយគាត់ត្រូវការអាវុធដើម្បីធ្វើសង្គ្រាមបន្តគាត់ទៅបង្កើតច្បាប់មួយរឹបអូសយកក្រុមហ៊ុនផលិតអាវុធដើម្បីផលិតអាវុធគ្រប់គ្រងសង្គ្រាមគាត់ប៉ុន្តែពេលនោះគឺត្រូវបាន Supreme Court ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិកហ្នឹងបោះឆ្នោតប្រឆាំងបញ្ឈប់លោក Truman អញ្ចឹងទៅអញ្ចឹងបន្ទាប់មកអំណាចរបស់លោក Truman ចាប់ផ្ដើមខ្សោយទៅម្ដងបន្តិចអញ្ចឹងទៅតាមរយៈតុលាការកំពូលអញ្ចឹងយើងឃើញថាគាត់មានអំណាចពេលដែលមានសង្គ្រាមពេលដែលមានវិបត្តិប៉ុន្តែមានតុលាការកំពូលមួយទៀតចាំទប់ទល់អំណាចគាត់ក៏ប៉ុន្តែមកដល់ចំនួនប្រធានាធិបតីមួយទៀតលោក Ronald Reagan វិញម្ដងនៅឆ្នាំ1980 Ronald Reagan គាត់ចាប់ផ្ដើមលួចលាក់ធ្វើសាងសង់សេតវិមានបន្ថែមមួយជាន់ទៀតព្រោះសេតវិមានមានតែ2ជាន់ទេណាសភាអត់ដឹងបាទគាត់អត់ត្រូវការលុយសភាបងម្ដងនេះព្រោះសភាអ្នកកាន់លុយតែ Ronald Reagan គាត់រកវិធីសាស្ត្រមួយគាត់អត់ត្រូវការលុយសភាទេដឹងគាត់បានលុយពីណាគាត់បានពីអ្នកលក់អាវុធនិងបានពីក្រុមហ៊ុនឯកជនតែម្ដងនៅទីលេងៗនេះបងប្អូនត្រូវមែនណាចាគឺគាត់បានពីក្រុមហ៊ុនឯកជនអញ្ចឹងមិនដឹងណាឯកជនក្រុមហ៊ុនឯកជនទាំងអស់ចូលជាមូលនិធិ donate ទៅឲ្យប្រធានាធិបតីក្នុងការសាងសង់សេតវិមានចាដំឡើងបានមួយជាន់ទៀតសេតវិមានឡើង3ជាន់ប្រិមិត្តក៏ប៉ុន្តែ Ronald Reagan អត់ចប់ត្រឹមហ្នឹងទេធីមផ្លូវច្បាប់របស់គាត់ចាប់ផ្ដើមបែកកំណត់គាត់រកនៅ theory មួយទ្រឹស្ដីមួយដែលគេហៅថា unitary executive គឺជាអំណាចឯករាជ្យបានន័យថាប្រធានាធិបតីចង់ធ្វើអីទោះបីជាសភាដាក់ចេញច្បាប់ក៏ដោយប្រធានាធិបតីអត់ចង់ធ្វើក៏បានដែរធ្វើបានអញ្ចឹងចង់គឺមិនចង់ដឹងគាត់ធ្វើមិនអីបងគាត់សភាត្រាស់ច្បាប់ដាក់ច្បាប់មកឲ្យគាត់អនុម័តប៉ុន្តែគាត់ទៅសេ note មួយកັບជាប់ជាមួយនឹងឯកសារច្បាប់ហ្នឹងហើយបញ្ជូនទៅកាន់ agency ទេថាទោះបីជាសភាអនុម័តក៏ដោយតែខ្ញុំយល់ថាមិនគួរធ្វើទេមិនត្រូវអនុវត្តទេដាក់ note មួយហ្នឹងប្រាប់ថាមិនឲ្យអនុវត្តទេអញ្ចឹងបានន័យថាទោះបីជាសភាបញ្ចេញច្បាប់អត់ដែនកំណត់មិនក៏ដោយក៏អត់ន័យដែរវាស្មើកដាស់ធម្មតាព្រោះប្រធានាធិបតីគាត់អត់អនុវត្តផងហ្នឹងអញ្ចឹងពេលនោះគឺ Ronald Reagan គាត់មានអំណាចឯករាជ្យមួយដែលគាត់អាចគិតថាសភាដាក់ចេញច្បាប់មកតែគាត់អត់ចង់ធ្វើស្រែកតែចិត្តគាត់អញ្ចឹងទៅនោះគឺជាពេលនោះគឺអំណាចរបស់ Ronald Reagan គាត់មានអំណាចមែនទែនប៉ុន្តែត្រូវបានបញ្ឈប់ដោយ Supreme Court ត្រូវបានបញ្ឈប់ដោយតុលាការកំពូលដូចគ្នាដល់ពេលនោះមានការបោះឆ្នោតហ្នឹងគឺ7 ទល់នឹង1ប្រឆាំងជាមួយនឹងការសម្រេចរបស់គាត់ពីព្រោះថាគាត់បំរុងបណ្ដេញទីភ្នាក់ងារដែលស៊ើបអង្កេតពាក់ព័ន្ធជាមួយអំពើពុករលួយទៅលើគាត់ទៀតបាទហ្នឹងគឺជាអំណាចរបស់ Ronald Reagan ប៉ុន្តែបងប្អូនឆ្ងល់ថាមិនបានមានម្នាក់នៅខាង Ronald Reagan ចាច់ទាំងអស់7 ទល់នឹង1បាទប៉ុន្តែមានម្នាក់ហ្នឹងមិននៅខាង Ronald Reagan ទាំងដែលអ្វីដែលគាត់ធ្វើហ្នឹងវាផ្ទុយមួយរដ្ឋធម្មនុញ្ញគឺដោយសារចាច់ម្នាក់ហ្នឹងគឺតែងតាំងដោយ Ronald Reagan អញ្ចឹងគឺនៅខាងគាត់ហ្នឹងហើយបាទអញ្ចឹង Ronald Reagan គឺបង្ហាញ blueprint ទៀតដែរទៅដល់បណ្ដាប្រធានាធិបតីផ្សេងៗទៀតអញ្ចឹងមកដល់ចំនួន George W Bush ឆ្នាំ2001ករណីបុកអាគារភ្លោះគឺ George W Bush មានអំណាចទៀតដែលគាត់អាចប្រកាសសង្គ្រាមនៅប្រចាំបូព៌ាបានគាត់អាចគេមានរឿងផ្លាយៗរហូតដើម្បីគេពង្រីកអំណាចហើយការអនុម័តច្បាប់ទោះបីជាសភាដាក់ចេញមកក៏ដោយក៏ Bush គាត់យកគំរូតាម Reagan អញ្ចឹងគាត់បើសេ note មួយបញ្ជាក់ថាបាច់ធ្វើតាមទេតែមិនអនុវត្តគឺមិនអនុវត្តដែរអញ្ចឹងគាត់អត់ធ្វើតាមនឹងការពីចំនួន George W Bush ហើយក្រោយមកទៀតតមក Obama តមក Joe Biden តមកអីទៀតហ្នឹងគឺអំណាចប្រធានាធិបតីចាប់ផ្ដើមធំទៅប៉ុន្តែមកដល់ចំនួន Trump ដែលគាត់ចង់បង្កើត war room ដែលធំនេះអាហ្នឹងវាស្មើ concept ដំបូងដែល George W Bush ជួលអ្នក architect ជនជាតិបារាំងដែលគាត់ចង់សាងសង់សេតវិមានឲ្យដូចជាមួយនឹងវិមានស្ដេចចឹងអញ្ចឹងលោកច្រាំឥឡូវកំពុងតែយក project ហ្នឹងមកវិញហើយកំពុងតែយក project ហ្នឹងមកវិញហើយអញ្ចឹងការបង្កើត ballroom របស់លោកច្រាំ
គាត់អត់ប្រើលុយសភាទេគាត់ទៀមទាពីក្រុមហ៊ុនឯកជនទាំងអស់ អូ ដូចជា Microsoft Facebook អីហ្នឹងគឺជាអ្នកចូលលុយសាងសង់ឲ្យគាត់ ចឹងមិនគាត់ថា បាទ ឯកជនហើយសាង គាត់ ស ឯ ង់ កជន លឿនទៀត សាងសង់លឿន $400 លាន ហើយគាត់ឆ្លៀតនិយាយថាកាប់ពិតទៅត្រូវលឿនជាងហ្នឹងទៀតដោយសារតែច្បាប់ដ៏ stupid war គាត់និយាយថាច្បាប់ដោយល្ងីល្ងើហ្នឹងគឺធ្វើឲ្យគាត់ខកខានក្នុងការសាងសង់ ballroom ចឹងទៅអញ្ចឹងសម្រាប់ការសាងសង់ ballroom របស់លោកច្រាំមិនត្រឹមតែជា ballroom មួយដ៏ធំហើយមាន bunker នៅខាងក្នុងហ្នឹងទេប៉ុន្តែលោកច្រាំគាត់ចង់បង្ហាញថាពេលនេះគឺសហរដ្ឋអាមេរិកមានស្ដេចហើយដោយតែលោកគ្រូចែកអេនិយាយអត់បងប្អូនឃើញដូចគ្នាគឺពេលនេះសហរដ្ឋអាមេរិកកំពុងតែមានស្ដេចហើយអញ្ចឹងទើបប្រជាពលរដ្ឋជាច្រើនប្រមាណជាង9លាននាក់ហ្នឹងចេញមកបាតកម្មហើយដាក់ផ្លាកធំថា no king no គេ king ធ្វើការស្ដេចទេ អត់មានស្ដេចទេប្រធានាធិបតីគឺប្រជាប្រធានាធិបតីសហរដ្ឋអាមេរិកជាប្រទេសប្រជាធិបតេយ្យប្រធានាធិបតីមានអំណាចដែនកំណត់ស្ថិតនៅក្រោមសភាទេมันអាចមានអំណាចលើសពីអំណាចសភាបានទេហ្នឹងហើយគឺជាមូលហេតុដែលលោកច្រាំគាត់ខ្នះខ្នែងក្នុងការធ្វើដើម្បីបង្ហាញថាពេលនេះប្រធានាធិបតីគាត់មានអំណាច ហើយយកគំរូស្ដេចទៀត ហើយយកតាមស្ដេចនៅប្រទេសបារាំងម្រិមិតណាហើយឥឡូវហ្នឹងសហរដ្ឋអាមេរិកកំពុងតែមានសង្គ្រាមទៀតប្រធានាធិបតីច្រាំគឺកាន់តែមានអំណាចទៀតហ្នឹងហើយទើបធ្វើឲ្យប្រជាពលរដ្ឋអាមេរិកចេញមកបាតកម្មបងប្អូនណាហ្នឹងហើយនេះគឺចង់ឲ្យបងប្អូនយល់ពីចំណុចហ្នឹងអញ្ចឹងហ្នឹងហើយជាដំណើរដើមតងពាក់ព័ន្ធជាមួយនឹងសេតវិមានចាប់តាំងពី2ជាន់ឡើង3ជាន់មានស្លាបខាងកើតខាងឆ្វេងឥឡូវហ្នឹងគឺលោកច្រាំគាត់ចង់រុះចោលអាខាងឆ្វេងហ្នឹងព្រោះវាតូចពេកគាត់ធ្វើឲ្យធំជាងមុនទៀតធំជាងហ្នឹងជ្រៅជាងហ្នឹងទៀតតែគាត់ចង់បង្ហាញថាពេលនេះសហរដ្ឋអាមេរិកកំពុងតែមានស្ដេចហើយអញ្ចឹងមែនអត់ទេប្រិមិត្តយើងបាទគិតលេងៗណានេះវាជាការយល់ឃើញរបស់ David ឬក៏ជាការយល់ឃើញរបស់លោកគ្រូចែអេតែបងប្អូនយល់ឃើញមិនអាចចូលរួមមួយគ្នាបានណាអរគុណសម្រាប់បន្តយល់ឃើញមិនយល់ឃើញបងប្អូនតែជួយទិញផលិតផលផងដុសសាប៊ូប្រេងដូងណាម្ដុំនឹងដុសបានគ្រប់កន្លែង